ខ្មែរស្លៀកសំពត់ចងក្បិនចងក្បិនគឺជាអត្តសញ្ញាណដ៏វិសេសវិសាលមួយនៃសម្លៀកបំពាក់ប្រពៃណីខ្មែរយើងដែលមានប្រវត្តិសាស្ត្រយូរលង់ណាស់មកហើយវាបានបង្ហាញអំពីភាពថ្លៃថ្នូរភាពរស់រវើកនៃសិល្បៈក្នុងការច្នៃប្រឌិតរបស់បុព្វបុរសខ្មែរយើងការស្លៀកចងក្បិនមានវត្តមាននៅក្នុងសង្គមខ្មែរយើងតាំងតែពីសម័យបុរាណមកម្ល៉េះហើយដែលយើងអាចមើលឃើញតាមរយៈចម្លាក់នៅតាមជញ្ជាំងប្រាសាទនានាដូចជាប្រាសាទអង្គរវត្តនិងប្រាសាទបាយ័នជាដើមកាលដើមឡើយការស្លៀកបែបនេះត្រូវបានទទួលឥទ្ធិពលខ្លះៗពីប្រទេសឥណ្ឌាប៉ុន្តែត្រូវបានខ្មែរកែច្នៃឲ្យមានលក្ខណៈប្លែកនិងសមស្របទៅតាមទំនៀមទម្លាប់រស់នៅរបស់យើងកាលពីសម័យមុនទាំងបុរសទាំងស្ត្រីតាំងពីក្សត្ររហូតដល់ប្រជានុរាស្ត្រសាមញ្ញធម្មតាសុទ្ធតែស្លៀកចងក្បិនជាប្រចាំថ្ងៃចំណែកឯសម័យបច្ចុប្បន្ននេះវិញការស្លៀកចងក្បិនត្រូវបានរក្សាទុកសម្រាប់ឱកាសពិសេសដូចជាក្នុងពិធីមង្គលការហើយនៅក្នុងពិធីបុណ្យជាតិដូចជាបុណ្យចូលឆ្នាំថ្មីឬក៏ព្រះរាជពិធីបុណ្យផ្សេងនិងមួយទៀតជាការស្លៀកពាក់នៅក្នុងសិល្បៈជាពិសេសនោះគឺនៅក្នុងសិល្បៈរបាំបុរាណខ្មែរតែម្ដងការស្លៀកចងក្បិននេះមិនមែនគ្រាន់តែជាការបិទបាំងរាងកាយនោះទេក៏ប៉ុន្តែវាគឺជាមរតកមួយដែលទទួលបានពីដូនតាបុព្វបុរសរបស់ខ្មែរហើយកាលណាយើងស្លៀកពាក់បែបនេះគឺជាការបង្ហាញអំពីការគោរពតម្លៃវប្បធម៌ដូនតារបស់ខ្លួននិងជាការបង្ហាញអំពីអត្តចរិតលក្ខណៈទន់ភ្លន់និងថ្លៃថ្នូររបស់ស្ត្រីនិងបុរសខ្មែរមួយវិញទៀតពណ៌នៃសំពត់ចងក្បិនក៏មានសារៈសំខាន់ដែរដោយខ្មែរយើងមានទំនៀមទម្លាប់ស្លៀកពណ៌ទៅតាមថ្ងៃដែលជាពណ៌ប្រចាំថ្ងៃទាំង7ដើម្បីនាំមកនូវសិរីសួស្តីជ័យមង្គលដូច្នេះដើម្បីចូលរួមលើកស្ទួយសម្លៀកបំពាក់ខ្មែរឲ្យកាន់តែល្បីល្បាញសូមបងប្អូនចូលរួមស្លៀកនៅសម្លៀកបំពាក់ខ្មែរឲ្យបានច្រើននៅក្នុងឱកាសពិធី